តើអ្នកដឹងទេថាកីឡាករបាល់ទាត់មួយចំនួនមានរថយន្តថ្លៃជាងយន្តហោះឯកជនទៅទៀតខាងក្រោមនេះគឺជាកីឡាករបាល់ទាត់5រូបដែលមានរថយន្តថ្លៃបំផុតនៅក្នុងពិភពលោកលេខ5 Erling Haaland $2 លានខ្សែប្រយុទ្ធជនជាតិន័រវេសរូបនេះគឺជាម្ចាស់រថយន្ត Mercedes AMG1 ដ៏កម្រដែលមានចំនួនតិចប៉ុណ្ណោះនៅក្នុងពិភពលោកវាប្រើបច្ចេកវិទ្យាពីរថយន្តប្រណាំង Formula 1 ដោយផ្ទាល់ល្បឿននិងគ្រាប់បាល់រួមបញ្ចូលគ្នានៅក្នុងរថយន្តតែមួយលេខ4 Neymar Jr. $3 លានNeymarមានរថយន្ត Ferrari Pininfarina Sergio ដ៏កម្របំផុតនិងត្រូវបានកែច្នៃតាមបំណងផ្ទាល់ខ្លួនវាមានរូបរាងទាក់ទាញសម្លេងខ្លាំងនិងស័ក្តិសមបំផុតសម្រាប់ជីវិតតារាបាល់ទាត់ល្បីឈ្មោះលេខ3 Karim Benzema $4 លានBenzema បើកបរ Bugatti Chiron ដែលមានតម្លៃរាប់លានដុល្លាររថយន្តនេះបំពាក់ដោយផ្ទៃខាងក្នុងដ៏ប្រណិតនិងកម្លាំងម៉ាស៊ីនដ៏អស្ចារ្យភាពថ្លៃថ្នូរអំណាចនិងភាពលេចធ្លោស្ថិតនៅក្នុងរថយន្តនេះមុននឹងបន្តសូមចុច like share និង follow ដើម្បីទទួលបានព័ត៌មានបាល់ទាត់ថ្មីៗបន្ថែមទៀតលេខ2 Cristiano Ronaldo $12 លានCR7 គឺជាម្ចាស់រថយន្ត Bugatti Cento DC ដែលមានតែ10គ្រឿងប៉ុណ្ណោះនៅលើពិភពលោកវាជារថយន្តដ៏អស្ចារ្យនិងមានសមត្ថភាពខ្លាំងក្លាដូចម្ចាស់របស់វាផ្ទាល់ភាពជោគជ័យរបស់ Ronaldo ត្រូវបានបង្ហាញតាមរយៈរថយន្តនេះលេខ1កីឡាករដែលមានរថយន្តថ្លៃបំផុតនៅលើពិភពលោកជាង$18 លានគាត់គឺជាម្ចាស់រថយន្តបុរាណដ៏កម្រFerrari 355S Spider Scaglietti ឆ្នាំ1957ដែលត្រូវបានចាត់ទុកថាជារថយន្តប្រមូលទុកដ៏មានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រវាតំណាងឲ្យកេរ្តិ៍ឈ្មោះភាពអស្ចារ្យនិងមរតកដែលមិនអាចកាត់ថ្លៃបានតើអ្នកគិតថាកីឡាកររូបណាជាម្ចាស់រថយន្តលេខ1នេះសូមទាយឈ្មោះរបស់កីឡាករនៅក្នុង comment ខាងក្រោម